bạnនៅក្នុងចំណុចនេះយើងនឹងបន្តពីវីដេអូមុនបន្ថែមទៀតយើងសិក្សាទៅលើចំណុចទី2និយាយអំពីពំនូលទ្រឹស្ដីស៊ីនេតិកនៃឧស្ម័នវីដេអូមុនយើងបាននិយាយហើយអំពីចំនួនម៉ូលេគុលចំនួនម៉ូលសរុបម៉ាសសរុបឬក៏បាទយើងហៅថាដង់ស៊ីតេធៀបឬក៏ដង់ស៊ីតេមៀតឥឡូវយើងនឹងមកសិក្សាអំពីទ្រឹស្ដីស៊ីនេតិកនៃឧស្ម័នវិញអញ្ចឹងនៅក្នុងទ្រឹស្ដីស៊ីនេតិកនៃឧស្ម័ននេះគឺលោកគ្រូមានចំនួន5ចំណុចផ្សេងពីគ្នាដែលបងប្អូនត្រូវតែចេះហើយត្រូវតែចាំឥឡូវយើងមើលក្នុងត្រេទី1គឺនិយាយអំពីទ្រឹស្ដីស៊ីនេតិកហ្នឹងគេថាគេចាត់ទុកម៉ូលេគុលជាចំណុចរូបធាតុអញ្ចឹងលោកគ្រូសូមពេញកន្លែងនេះដាក់ថាគេចាត់ទុកម៉ូលេគុលនៃឧស្ម័នហ្នឹងជាចំណុចរូបធាតុបាទអញ្ចឹងគ្រូសេដាក់ថាចំណុចរូបធាតុព្រោះវាមានតូចណាស់បើធៀបទៅនឹងលំហដែលវាស្ថិតនៅធៀបនឹងលំហដែលវាស្ថិតនៅអញ្ចឹងនៅត្រង់ចំណុចនេះបាទក្នុងត្រេទី1នេះគឺបងអូនស្ដាប់ឲ្យតន់ណាម៉ូលេគុលនៃឧស្ម័ននីមួយហ្នឹងគេចាត់ទុកវានឹងជាចំណុចរូបធាតុព្រោះវាមានតូចណាស់គឺគេផ្ដោតទៅលើទំហំបាទទំហំវានឹងគឺទូចតែម្ដងបើធៀបទៅនឹងលំហឬក៏យើងហៅថាលំហដែលវាស្ថិតនៅអញ្ចឹងអាលំហដែលវាស្ថិតនៅយើងចាត់ទុកប្រៀបបានដូចជានៅក្នុងបន្ទប់មួយបាទដែលមានរាងជាគូបអញ្ចឹងឧស្ម័នមួយទូចហ្នឹងវាស្ថិតនៅក្នុងបន្ទប់ហ្នឹងគេឲ្យឈ្មោះថាជាលំហដែលវាស្ថិតនៅឬក៏ធៀបជាមួយនឹងបន្ទប់ហ្នឹងតែម្ដងចំណុចទី2យើងនិយាយអំពីម៉ូលេគុលនីមួយគឺមានចលនាឥតឈប់ឈរចឹងលោកគ្រូលើកយកបន្ទប់អំបាច់មិញនឹងដដែលជាធម្មតាឧស្ម័នមានចលនារបស់វានឹងគឺអត់មានសណ្ដាប់ធ្នាប់ទេពីព្រោះយើងដឹងថាឧស្ម័នវាផ្លាស់ទីប៉ាតណាប៉ាតណីបាទរញ៉េរញ៉ៃអញ្ចឹងនៅក្នុងទ្រឹស្ដីស៊ីនេតិករបស់យើងគេចាត់ទុកឧស្ម័នគឺជាចំណុចរូបធាតុដែលវាមានតូចណាស់ធៀបទៅនឹងបាទលំហដែលវាស្ថិតនៅចំណុចទី2យើងនិយាយទៅលើម៉ូលេគុលនីមួយមានចលនាឥតឈប់ឈរដែលគ្រូនិយាយអំពីចលនារញ៉េរញ៉ៃបាច់មិញហ្នឹងអាហ្នឹងយើងហៅថាមានចលនាឥតឈប់ឈរបន្ទាប់មកទៀតគឺនឹងគ្មានសណ្ដាប់ធ្នាប់ហើយចន្លោះពេលដែលវាទង្គិចពីព្រោះម៉ូលេគុលនីមួយកាលណាវាផ្លាស់ទីទៅវាប្រកបជាមកប៉ះទង្គិចគ្នាទៅវិញទៅមកហើយព្រោះម៉ូលេគុលយើងច្រើនផ្លាស់ទីហ្នឹងអត់សណ្ដាប់ធ្នាប់រញ៉េរញ៉ៃអញ្ចឹងនៅគណៈពេលណាមួយប្រកាសជាវាទង្គិចគ្នាហើយអញ្ចឹងចន្លោះពេលដែលវាទង្គិចហ្នឹងគេឲ្យចលនារបស់វាហ្នឹងគឺជាចលនាត្រង់ស្មើបាទជាចលនាត្រង់ស្មើបាទជាចលនាត្រង់ស្មើនេះគឺជាត្រេទី2ឥឡូវយើងចូលបាទមួយត្រេមួយទៀតគេនិយាយទៅលើម៉ូលេគុលដដែលគេដាក់ថាម៉ូលេគុលនីមួយមិនមានអំពើលើគ្នាទេអញ្ចឹងត្រង់ចំណុចនេះស្ដាប់ឲ្យតាន់ម៉ូលេគុលឧស្ម័ននីមួយហ្នឹងមិនមានអំពើលើគ្នាទេមានន័យថាម៉ូលេគុលទី1វាស្ថិតនៅចម្ងាយណាមួយទៅម៉ូលេគុលទី2វាស្ថិតនៅចម្ងាយណាមួយទៅដែលស្ថិតនៅក្នុងធុងហ្នឹងណាប៉ុន្តែវាអត់មានអំពើលើគ្នាទៅវិញទៅមកទេលុះត្រាតែវាទង្គិចគ្នាអញ្ចឹងនៅពេលដែលម៉ូលេគុលទាំងពីរហ្នឹងឬក៏ជាច្រើននឹងទង្គិចគ្នាអាហ្នឹងបានយើងចាត់ទុកថាអន្តរកម្មនឹងគ្នាទី3នេះគេដាក់ថាម៉ូលេគុលនីមួយមិនមានអំពើលើគ្នាទេមិនមានអំពើលើគ្នាទេលុះត្រាតែវាប៉ះគ្នាឬក៏យើងហៅថាទង្គិចគ្នាបាទលុះត្រាតែវាប៉ះគ្នាក៏យើងហៅថាទង្គិចក៏បានដែរឬក៏ទង្គិចគ្នាអញ្ចឹងយើងត្រេទី3យើងសុំចប់បន្ទាប់មកទៀតយើងចូលត្រេទី4គេថាទង្គិចរវាងម៉ូលេគុលនិងម៉ូលេគុលឬក៏ម៉ូលេគុលទៅនឹងផ្ទៃធុងឧទាហរណ៍ដូចធុងខាងដើមបាច់មិញជាធម្មតាធុងខាងដើមបើសិនណាជានៅក្នុងធុងនឹងវាមានឧស្ម័នទាំងអស់ធ្វើចលនាដោយឥតឈប់ឈរនិងគ្មានសណ្ដាប់ធ្នាប់ពេលនោះវានឹងប៉ះគ្នាហើយបន្ទាប់ពីវាប៉ះគ្នាឧស្ម័ននឹងទៅទង្គិចជាមួយនឹងផ្ទៃនៃធុងទៅទៀតអញ្ចឹងគេអាចនិយាយថាទង្គិចរវាងម៉ូលេគុលនិងម៉ូលេគុលឬក៏ទង្គិចរវាងម៉ូលេគុលនិងផ្ទៃធុងគឺជាទង្គិចខ្ទាតអញ្ចឹងអានេះគឺជាត្រេទី4ដែលបងអូនត្រូវចាំឥឡូវយើងនៅសល់មួយត្រេចុងក្រោយអញ្ចឹងអាមួយត្រេចុងក្រោយនោះគឺយើងនិយាយទៅលើតម្លៃមធ្យមថាតើតម្លៃមធ្យមហ្នឹងគឺតម្លៃមធ្យមទៅលើអីម៉ូលេគុលឧស្ម័នដែលស្ថិតនៅក្នុងធុងកាលណាវាផ្លាស់ទីកាលណាវាមានចលនាវាមានថាមពលស៊ីនេតិកប៉ុន្តែថាមពលស៊ីនេតិកហ្នឹងតើជាថាមពលស៊ីនេតិកបែបម៉េចបើឧស្ម័នយើងនីមួយមានចលនាឥតឈប់ឈរហើយគ្មានសណ្ដាប់ធ្នាប់ប៉ាតណាប៉ាតណីអញ្ចឹងតើអាថាមពលដែលកើតឡើងហ្នឹងជាថាមពលបែបម៉េចអញ្ចឹងនៅក្នុងទ្រឹស្ដីស៊ីនេតិកនៃឧស្ម័នយើងសន្មតថាអាម៉ូលេគុលឧស្ម័នទាំងអស់ហ្នឹងដែលផ្លាស់ទីដោយល្បឿនណាមួយហ្នឹងថាមពលស៊ីនេតិករបស់វាគេចាត់ទុកជាថាមពលស៊ីនេតិកមធ្យមអញ្ចឹងលោកគ្រូដាក់ថាតម្លៃមធ្យមនៃថាមពលស៊ីនេតិកឬក៏យើងហៅថាថាមពលស៊ីនេតិកមធ្យមអញ្ចឹងតម្លៃមធ្យមនៃថាមពលស៊ីនេតិកបាទតម្លៃមធ្យមនៃថាមពលស៊ីនេតិករបស់ម៉ូលេគុលអាស្រ័យទៅនឹងសីតុណ្ហភាព
បាទស្រ័យទៅនឹងសេតនហភាពអញ្ចឹងកន្លែងនេះគ្រូចង់បញ្ជាក់បន្តិចថាហេតុអីបានជាធម្មពលស៊ីនេតិកហ្នឹងគឺវាអាស្រ័យទៅនឹងសេតនភាពពីព្រោះបងអូនធ្លាប់ដឹងហើយនៅក្នុងរូបវិទ្យាយើងកាលណាឧស្ម័នឬក៏ប្រព័ន្ធនៃឧស្ម័នមួយវាស្រូបធម្មពលកម្ដៅមានន័យថាយើងដុតកម្ដៅទៅណាយើងដុតកម្ដៅទៅវាស្រូបធម្មពលកម្ដៅហើយអញ្ចឹងនៅពេលដែលវាស្រូបធម្មពលកម្ដៅពេលនោះសេតនភាពរបស់វាគឺកើនឡើងកាលណាសេតនភាពកើនឡើងវាធ្វើអាម៉ូលេគុលរបស់ឧស្ម័នហ្នឹងណាវាផ្លាស់ទីលឿនទៅអញ្ចឹងហើយបានគេថាធម្មពលស៊ីនេតិកនៃឧស្ម័នវាអាស្រ័យទៅនឹងសេតនភាពហើយយើងដឹងហើយថាធម្មពលស៊ីនេតិកមធ្យមហ្នឹងវាអាស្រ័យទៅនឹងល្បឿនអញ្ចឹងបើសិនណាជាល្បឿនកាន់តែកើនឡើងវាធ្វើឲ្យធម្មពលស៊ីនេតិកហ្នឹងក៏វាកើនឡើងដែរអញ្ចឹងនៅក្នុងពំនូលនៃទ្រឹស្ដីស៊ីនេតិករបស់យើងនៅចំណុចនេះគឺគ្រូមានតែប៉ុណ្្នឹងទេចំណែកឯនៅវីដេអូក្រោយគ្រូនឹងបកស្រាយអំពីសម្ពាធឬក៏កម្លាំងសង្កត់ទៅលើផ្ទៃខាងរបស់ធុងអញ្ចឹងគ្រូមានប៉ុណ្្នឹងណា